ជាដំបូងសូមថ្លែងអំណរគុណដល់វេទិកាទាំងមូលនិងគណៈកម្មការជាតិទីគោរពខ្ញុំបាទឈ្មោះវ៉ាន់លីគុយហេជាយុវជននៅក្នុងក្រុមឈ្មោះថាធម្មវ័នដែលពួកយើងគឺជាក្រុមមួយដែលប្រើប្រាស់ទៅលើសម្លេងរបស់យុវជនដើម្បីផ្លាស់ប្ដូរទៅនឹងបញ្ហារបស់សង្គមហើយយោងទៅតាមការសិក្សាសាស្ត្ររបស់ពួកយើងបានសង្កេតឃើញថានៅក្នុងសង្គមកម្ពុជារបស់យើងមានបញ្ហាមួយដែលទាក់ទងជាមួយនឹងសិស្សានុសិស្សដែលកំពុងសិក្សានៅវិទ្យាល័យដោយសារតែពួកយើងបានឃើញថាពួកគាត់កង្វះទៅនឹងជំនាញដែលសំខាន់មួយចំនួនដូចជាជំនាញបម្រើជីវិតជំនាញទន់និងចំណេះដឹងផ្នែក Digital ដែលចំណេះដឹងទាំងអស់នេះពិតជាសំខាន់មែនទែនដល់ជីវិតរបស់ពួកគាត់ពេលដែលពួកគាត់ឈានដល់វ័យមួយដែលចូលទៅសិក្សានៅសាកលវិទ្យាល័យក៏ដូចជានៅក្នុងសង្គមការងារនិងសង្គមរស់នៅប្រចាំថ្ងៃពីព្រោះថាមនុស្សយើងទាំងអស់គ្នាមិនអាចរស់នៅតែម្នាក់បានទេយើងត្រូវរស់នៅជាមួយនឹងមនុស្សជុំវិញខ្លួននិងទំនាក់ទំនងជាមួយនឹងអ្នកនៅជុំវិញខ្លួនរបស់យើងទាំងអស់ចឹងហើយពួកយើងបានរួមមតិគ្នាក្នុងការបង្កើតទៅនឹងកម្មវិធីមួយក៏ដូចជាគម្រោងមួយដែលមានឈ្មោះថាធម្មវ័នហើយនេះគឺជាមូលហេតុដែលធម្មវ័នកើតឡើងមកចឹងតែធម្មវ័នគឺជាអ្វីធម្មវ័នគឺជាគម្រោងមួយដែលបង្កើតឡើងដោយយុវជនចំនួនថ្មីដែលពួកយើងចង់ប្រើប្រាស់ទៅលើសម្លេងរបស់ពួកយើងទោះបីជាពួកយើងជាយុវជនប៉ុន្តែពួកយើងចង់ប្រើប្រាស់សម្លេងរបស់ពួកយើងទៅកាន់វិទ្យាល័យផ្សេងៗនៅក្នុងប្រជាណាចក្រកម្ពុជាដើម្បីឲ្យពួកគាត់បញ្ចូលទៅលើជំនាញទន់ចំណេះដឹងជីវិតនិងចំណេះដឹងផ្នែក Digital ទៅក្នុងការអប់រំរបស់សិស្សានុសិស្សរបស់ពួកយើងដោយផ្អែកទៅលើសកម្មភាពធំៗចំនួន2គឺធម្មវ័នធัวហើយនិងធម្មវ័ន Fashion Forum ហើយដើម្បីឲ្យសកម្មភាពទាំងពីរនេះកើតឡើងបានពួកយើងក៏បានបង្កើតទៅលើកម្មវិធីមួយដែលមានឈ្មោះថា Volunteer Orientation គឺយើងប្រមូលទៅនឹងយុវជនស្ម័គ្រចិត្តដែលពួកគាត់មានចក្ខុវិស័យចង់ផ្លាស់ប្ដូរការអប់រំនៅកម្ពុជាឲ្យមានការរីកចម្រើននិងប្រសើរឡើងថែមទៀតនោះចឹងយើងអាចប្រមូលពួកគាត់មកជួយទៅនឹងពួកយើងដូចគ្នាហើយទី1គឺធម្មវ័នធัวគឺពួកយើងបានចុះទៅធ្វើការសរមតិក៏ដូចជាបញ្យលនិងអប់រំទៅដល់សិស្សានុសិស្សនៅក្នុងវិទ្យាល័យចំនួន2នៅក្នុងរាជធានីភ្នំពេញគឺវិទ្យាល័យអន្តរទេវីនិងវិទ្យាល័យហើយពួកយើងទទួលបានផ្លែផ្កាមែនតើគឺទទួលបានសិស្សានុសិស្សពួកគាត់បានចូលរួមជាមួយពួកយើងរហូតដល់ទៅ150នាក់ហើយពួកគាត់ពិតជាមិនដែលដឹងទេថាតើជំនាញនេះពិតជាមានសារៈសំខាន់ប៉ុណ្ណាដល់ជីវិតរបស់ពួកគាត់ហើយពួកគាត់ផ្ដាំមកវិញថាពួកយើងគួរតែបញ្ចូលទៅលើជំនាញទាំងអស់នេះចូលក្នុងការអប់រំដោយសារតែជំនាញទាំងអស់នេះគឺជាជំនាញមួយពួកគាត់ត្រូវការនាពេលអនាគតទៅពេលដែលពួកគាត់ធំទៅហើយបន្ទាប់ពីពួកយើងទទួលនៅក្នុងសកម្មភាពទី1ហើយពួកយើងឃើញថាយើងបានផ្លាត់ការមែនទេពួកយើងចូលដល់សកម្មភាពព្រោះយើងចង់ឲ្យសម្លេងរបស់យើងទោះបីជាយុវជនប៉ុន្តែយើងចង់ឲ្យមានតម្លៃនិងមានទម្ងន់បន្ថែមទៀតគឺយើងបានបង្កើតទៅលើសកម្មភាពទី2មានឈ្មោះថាធម្មវ័ន Fashion Forum មួយនេះដើម្បីផ្ដល់ជាវេទិកាតុមូលមួយដើម្បីឲ្យយើងជាយុវជនជំនាន់ក្រោយនេះនិយាយទៅកាន់មហាជនទាំងមូលដូចជានៅកន្លែងនេះជាដើមចឹងដើម្បីពួកគាត់យល់ដឹងថាបញ្ហានេះជាបញ្ហាដែលកើតឡើងជាក់ស្ដែងដែលពួកយើងត្រូវតែបញ្ចូលការអប់រំទាំងអស់នេះទៅក្នុងការអប់រំរបស់សិស្សានុសិស្សនៅក្នុងប្រទេសកម្ពុជារបស់ពួកយើងហើយពួកយើងក៏ទទួលបានជោគជ័យមែនទែនដោយពួកយើងទទួលបានការអញ្ជើញចូលរួមពីវិទ្យាល័យដែលពួកគាត់សុទ្ធតែអ្នកមានបទពិសោធន៍ខាងផ្នែកទាក់ទងចំណេះដឹងទាំងអស់នេះហើយពួកគាត់បានអញ្ជើញចូលរួមជាមួយពួកយើងហើយពួកគាត់ក៏មើលឃើញថាជំនាញទាំងអស់នេះគឺពិតជាសំខាន់ដល់ពួកគាត់ដូចគ្នាហើយនៅក្នុងនោះពួកយើងបានទទួលការគ្រប់គ្រងមែនទែនពីម្នាក់នៅក្នុងនោះគឺពួកគាត់បាននិយាយថាចំណេះដឹងទាំងអស់នេះសឹងតែពួកគាត់មិនដែលលើការដែលពួកគាត់រៀននៅវិទ្យាល័យប៉ុន្តែពេលដែលពួកគាត់ចូលទៅក្នុងការងាររួមនៅក្នុងសង្គមចាក់ស្ដែងគឺសកម្មភាពទាំងអស់នេះជំនាញទាំងអស់នេះគឺជាមូលដ្ឋានគ្រឹះមួយដើម្បីពួកគាត់ជោគជ័យហើយពីស្លោកមួយដែលខ្ញុំនៅចាំមកដល់ពេលនេះគឺមានន័យថាជំនាញរឹងជំនាញបងរឹងដូចជាសញ្ញាបត្រហើយនិងជំនាញជាជីវៈគឺពួកគាត់រកបានការងារល្អនិងរកថវិកាបានច្រើនប៉ុន្តែជំនាញទន់ជំនាញនៅជីវិតនិងចំណេះដឹងផ្នែក Digital ជួយពួកគាត់រក្សាការងារនោះឲ្យមានការរីកចម្រើននិងទៅថ្ងៃអនាគតថែមទៀតផងជាពិសេសមានទំនាក់ទំនងល្អជាមួយនឹងជំនាញខ្លួនបាទហើយបន្តមកទៀតគឺពួកយើងពិតជាសម្រាប់ជាមួយនឹងគម្រោងនេះមែនតើចឹងយើងទទួលបានអ្នកចូលរួមរហូតដល់ទៅ31នាក់ហើយនៅមាន4នាក់ហើយបន្តមកទៀតនៅក្នុងគម្រោងនេះពួកយើងក៏មានបញ្ហាដែរតែពួកយើងជាយុវជនចំនួនក្រោយដែលពួកយើងមានទើបតែរួមគ្នាក្នុងការបង្កើតគម្រោងនេះទេអញ្ចឹងយើងអាចថាបានក្នុងការនិយាយគ្នាប៉ុន្តែពួកយើងត្រូវតែរួមមតិគ្នាក្នុងការធ្វើគម្រោងនេះឲ្យកើតឡើងបានដល់សប្តាហ៍ហើយជាក់យ៉ាងមុនថាធម្មវ័នគួរតែបន្តហើយត្រូវតែបន្តចំណាយខាតដោយសារតែជាជំនាញរបស់នេះគឺជាមូលដ្ឋានគ្រឹះសម្រាប់សិស្សានុសិស្សដែលពួកគាត់នាំជាសុភាមួយជាចំណេះដឹងមួយទៅថ្ងៃអនាគតដើម្បីពួកគាត់ខ្លាយជាយុវជនដែលមានធនធានម្នាក់នៅក្នុងប្រទេសកម្ពុជារបស់ពួកយើងហើយពួកយើងដាក់គោលដៅច្បាស់លាស់គឺមានចក្ខុវិស័យក្នុងការពង្រីកទៅតាមបណ្ដាខេត្តដើម្បីឲ្យនៅក្នុងប្រទេសកម្ពុជាមានតម្លាភាពក៏ដូចជាភាពស្មើភាពដល់យុវជនដើម្បីពួកគាត់ទទួលបានចំណេះដឹងនៅទាំងអស់គ្នាមិនថាទៅនៅរាជធានីភ្នំពេញទេគឺនៅតាមបណ្ដាខេត្តហើយយើងកំណត់យកខេត្តមួយមុនគេគឺនៅក្នុងខេត្តកំពតគឺពួកយើងរំពឹងថាពួកយើងនឹងអាចទទួលបានយុវជនក៏ដូចជាសិស្សានុសិស្សដែលចូលរួមគឺរហូតដល់ទៅ300នាក់ហើយធម្មវ័នគឺនឹងផ្លាស់ប្ដូរការអប់រំនៅកម្ពុជាឲ្យមានការរីកចម្រើនបង្កើតធនធានជំនាន់ថ្មីដែលមានចំណេះដឹងដែលមានសមត្ថភាពខ្ពស់
đó chỉ vẫn luôn chẳng thấy có đủ còn. Wow, welcome to Poland.